3កើតខែមិញសរសេរឆ្នាំជូតអន្តស័កពុទ្ធសករាជ2540ត្រូវនៅថ្ងៃទី13ខែធ្នូគ្រិស្តសករាជ1996នៅក្នុងពេលល្ងាចនេះយើងនឹងបានស្ដាប់នៅកាលវិភាគនៃការសិក្សាទាំង3ថ្នាក់ការសិក្សាវិបស្សនាមាន3ថ្នាក់ទី1ថ្នាក់បឋមវិបស្សនាទី2ថ្នាក់មធ្យមវិបស្សនាទី3ថ្នាក់ឧត្តមវិបស្សនាថ្នាក់បឋមថ្នាក់ដំបូងអ្នកសិក្សាថ្មីតើសិក្សាធម៌អ្វីខ្លះធម៌នឹងហៅបឋមវិបស្សនានឹងចំណេះដំបូងដៃទី2ថ្នាក់មធ្យមគឺថ្នាក់កណ្ដាលមានកម្រិតចេះដឹងច្រើនជាងថ្នាក់បឋមនឹងហៅថ្នាក់មធ្យមវិបស្សនាទី3ថ្នាក់ឧត្តមថ្នាក់ខ្ពស់ឧត្តមខ្ពស់ហើយខ្ពស់ផុតហើយហៅឧត្តមវិបស្សនាអាត្មាបានខ្ញុំកណាបានចែកសភៅកម្មវិធីសិក្សាដែរមិនបានទទួលទេសភៅហ្នឹងប្រហែលជា3សន្លឹកទេណាគោលកម្មវិធីសិក្សា3សន្លឹកតែដំបូងដៃបំផុតហើយនេះបឋមវិបស្សនាហ្នឹងតើត្រូវសិក្សាធម៌អីខ្លះនឹងចាំដំកម្មវិធីសិក្សាដោយខាងក្រោមនេះនឹងថ្នាក់បឋមហើយមួយធំត្រៃសនគមសម្រេចដោយសទ្ធាពីរធំសិល5 8សិល10របស់ឧបាសកបាសិកានិងកម្មបត្តិ80និងសិល10របស់សាមណេរសិល4របស់ភិក្ខុសម្រេចដោយចេតនាចេតសិកសង្វរៈអវេតកមៈ3ធំអានាបានសតិចោល4ត្រកូលនិងកម្មដ្ឋាន10មានពុទ្ធានុសតិជាដើមដែលមានអានុភាពឲ្យសម្រេចត្រឹមគុណធម៌គឺឧបចារឈាននិងឧបចារឈានដែលជាបព្វភិក្ខនៃអបណាក្នុងកម្មដ្ឋាន26មានវត្តវ័យកសិនជាដើម4ធំការពង្រឹងឧបេក្ខាចិត្តដោយវស័យទាំង5ធំការកំណត់ដឹងនៅរូបបរមត្តនិងនាមបរមត្តតាមឆក្ខទ្វា6ចំពោះរូបនិងនាមចំពោះខ្លះមានសទ្ធតករូបជាធំ6ការកំណត់ដឹងនៅបច្ច័យនៃនាមនិងរូបប្រព្រឹត្តទៅតាមកាលទាំង3 7ធំការកំណត់ដឹងនៅត្រៃលក្ខ8ធំការលះបង់នៅវិបស្សនូបកិលេស10ដោយត្រៃលក្ខ9ធំការបាននៅអនុបស្សនា7មានអនិច្ចានុបស្សនាជាដើមនឹងមាន9មាត្រានឹងកម្មវិធីសិក្សាថ្នាក់បឋមក្នុងដំបូងយើងត្រូវសិក្សាទ្រឹស្ដីធម៌ប៉ុណ្ណឹងណាទ្រឹស្ដីដែលយើងត្រូវសិក្សាមានធម៌ប៉ុណ្ណឹងហើយនឹងការបប្រតិបត្តិក៏ប្រតិបត្តិតាមនឹងទៅប៉ុន្តែវគ្គវិក្រិតការនឹងយើងរៀនទ្រឹស្ដីហើយផ្ទៀងផ្ទាត់នឹងការប្រតិបត្តិដែលមានចំណេះខ្លះពីមុនមកឬក៏បង្កើតនៅចំណេះថ្មីដែលយើងមិនទាន់បានមានសន្សំនឹងរៀនទ្រឹស្ដីគឺការប្រតិបត្តិដូច្នេះយើងបានសិក្សាប្រមាណថ្ងៃមកហើយដែលពោលអំពីកិច្ចការសាសនាមួយចំនួនឥឡូវយើងចូលមកដល់គេហៅថាគោលធម៌ហើយច
ចូលមកដល់ថ្នាក់ថ្ងៃនេះយើងសិក្សាបន្ថែមអំពីត្រៃសនគមត្រៃសនគមមួយធំទី1ចាំស្ដាប់ខ្ញុំកណាត់មកពីអានវត្ថុជាទីពឹងទីរលឹកមាន3យ៉ាងគឺព្រះពុទ្ធ1ព្រះធម៌1ព្រះសង្ឃ1លោកអ្នកប្រដៅពួកជនឲ្យប្រតិបត្តិល្អដោយកាយវិចារចិត្តតាមធម៌វិន័យហៅថាព្រះពុទ្ធ2ធម៌វិន័យពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហៅថាព្រះធម៌3ពួកជនដែលបានស្ដាប់ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធហើយបួសប្រណិប័តល្អតាមព្រះធម៌វិន័យហៅថាព្រះសង្ឃត្រៃសនគមសម្រេចដោយសទ្ធាសទ្ធាមានន័យថាការជឿឬជំនឿមាន4យ៉ាងគឺ1កម្មសទ្ធាការជឿគឺបានដល់អំពើល្អនិងអាក្រក់2វិបាកសទ្ធាការជឿផលនៃកម្ម3កម្មសកតាសទ្ធាការជឿថាអំពើដែលខ្លួនធ្វើហើយជាអំពើរបស់ខ្លួនឯងតែម្យ៉ាង4តថាគតពោធិសទ្ធាការជឿសេចក្តីត្រាស់ដឹងរបស់ព្រះតថាគតសួរអីឥឡូវសូមចាំពីរឿងប្រពុតបន្តិចព្រះពុទ្ធជាមនុស្សព្រះពុទ្ធមិនមែនជាទេវតាយល់ទេព្រះពុទ្ធមិនមែនជាទេវតាមិនមែនព្រហ្មមិនមែនអមនុស្សទេនេះដែលលោកពោលថាលោកអ្នកណាលោកអ្នកពាក្យលោកអ្នកមិនមែននាមធម៌ទេណាលោកអ្នកប្រដៅពួកជនឲ្យប្រព្រឹត្តល្អដោយកាយវិចារចិត្តតាមធម៌វិន័យហៅថាព្រះពុទ្ធណាអញ្ចឹងពាក្យលោកអ្នកនឹងជាបដៅតាមធម៌វិន័យសាធុជនទាំងឡាយហ្នឹងហៅថាព្រះពុទ្ធនៅព្រះពុទ្ធក្នុងទីនេះលោកចង់និយាយអំពីបុគ្គលគឺថាបរិសម្នាក់ដែលបានត្រាស់ដឹងនៅចក្រារិយសច្ចត្រាស់ដឹងសពគ្រប់គ្មានគ្រូណាដល់បរិសនោះគឺព្រះពុទ្ធលោកបានសម្ដែងធម៌អស់45ឆ្នាំព្រះពុទ្ធមិនមែនជាអតិទេពមួយដែលគេគ្រាន់តែមានឈ្មោះហៅថាព្រះពុទ្ធតែមិនដឹងជានៅណាមែនទេណាព្រះអង្គកាលពីមិនទាន់បានត្រាស់ជាពុទ្ធបិតារបស់ព្រះអង្គព្រានាមអីព្រះបាទសរិសធុតនៈបមេតាសរិមហាមយាព្រះអង្គនៅក្នុងនគរអីកបលវត្ថុដែនសកៈយើងហៅកបលពោះដែនសកៈហើយព្រះអង្គកូនស្ដេចសក្យវុបព្រះអង្គមានមហេសីនេះពីដើមមានប្រនាង7មានបុត្រទេមានរាជបុត្ររាហុលព្រះអង្គមានប្រជជន16ឆ្នាំមាន5មហេសីកាលនៅជាពោធិសត្វដល់ប្រជជន29ចេញភ្នោះដល់បានត្រាស់ដឹងប្រជជន35នេះដែលមាននាមថាព្រះពុទ្ធនោះគឺត្រឹមត្រាស់ដឹងហ្នឹងត្រឹមត្រាស់ដឹងហ្នឹងណាដែលមាននាមថាព្រះពុទ្ធគឺត្រឹមថ្ងៃដែលព្រះអង្គត្រាស់ដឹងចាប់ពីព្រះអង្គត្រាស់ដឹងមកគឺព្រះអង្គជាព្រះពុទ្ធមាននាមថាសំណាក់គោដមណាសំណាក់គោដមបានន័យថាលោកត្រាស់ដឹងធម៌ដោយព្រះអង្គឯងហើយ
បានទៅប្រដៅជនរតីអស់45ឆ្នាំប្រងប្រេណពៀននៅពេលប្រជជនគម្រប់80ឆ្នាំហ្នឹងប្រពុតណាយល់ទេចាតិចបែបតែប្រពុតអត់ទីអាម៉េចអត់ទេហើយដល់អំពីព្រះអង្គអស់អំពីព្រះអង្គទៅមានតំណាងព្រះបដិមាករគេកសាងព្រះបដិមាករព្រះបដិមាករជារូបស្នងព្រះអង្គតែមិនមែនគ្រាន់តែជាសំណាកទេណាមិនថារូបស្នងព្រះពោធិព្រឹក្សដើមពោធិដែលព្រះអង្គត្រាស់ដឹងកន្លែងស្នងប្រចែកដីសម្រាប់បច្ចុប្បន្នធាតុប្រធាតនិងប្រធរវិន័យឃើញទេនឹងតំណាងនឹងគេហៅវត្ថុសានតំណាងគឺវត្ថុទាំង5នេះប្រាស់ដ៏មានវិភាគទ្រង់បានបដិស្ថានទុកដើម្បីជាបញ្ញខេតដល់សត្វទាំងឡាយអ្នកត្រូវការបន់ធ្វើសក្ការៈបូជានមស្ការប្រណិប័តដោយសពថ្ងៃហ្នឹងទាំង5ហ្នឹងជាសាងរបស់ព្រះពុទ្ធជាតំណាងហើយព្រះអង្គលោកប្រេណពៀនបាត់រូបឆោមហើយតែនៅសល់នាមធម៌យល់ទេចឹងនេះនៅសល់នាមធម៌នៅសល់ធម៌វិន័យសម្ដីដែលព្រះអង្គពោលចេញទៅនៅទាំងអស់ប្រសូត 21000 បឋមខណ្ឌណាព្រះវិន័យ 21000 បឋមខណ្ឌព្រះអភិធម្ម 42000 បឋមខណ្ឌរួមទៅ 84000 បឋមខណ្ឌនេះធម្មវិន័យហ្នឹងជាតំណាងព្រះពុទ្ធជាតំណាងព្រះពុទ្ធអញ្ចឹង5ហ្នឹងជាតំណាងយើងនមស្ការឲ្យទានឲ្យធូបនិងព្រះបដិមាករនិងព្រះពោធិសត្វនិងប្រចែកដីដែលគេធ្វើប្រតិស្ថានដើម្បីប្រទើចំពោះសាសនាឬក៏ស្រីរកធាតុនៃព្រះអង្គហើយនឹងបឋមខណ្ឌនេះនឹងតំណាងព្រះស្គាល់ព្រះពុទ្ធនៅស្គាល់នៅស្គាល់នៅនឹងស្គាល់នឹងនៃនេះណានៃនេះចង់និយាយថាអញ្ចឹងព្រះពុទ្ធនឹងមានរូបទាំងរូបធម៌ទាំងនាមធម៌ហ្នឹងព្រះពុទ្ធនៅក្នុងសម័យដែលព្រះអង្គបានត្រាស់ដឹងការត្រាស់ដឹងជានាមធម៌តែរាងកាយគឺជារូបធម៌អញ្ចឹងមានរូបធម៌ផងមាននាមធម៌ផងណាតែបានទេអញ្ចឹងនេះទាំងរូបទាំងនាមនេះដែលបានត្រាស់ដឹងនៅធម៌ហ្នឹងហៅថាព្រះពុទ្ធអញ្ចឹងព្រះពុទ្ធមិនមែនខ្មោចទេមិនបិសាចមិនយៈទេគឺជាមនុស្សប៉ុន្តែមនុស្សឯកមនុស្សឆ្នើមខុសអំពីមនុស្សធម្មតាត្រាស់ដឹងនៅធម៌បានគេហៅថាព្រះពុទ្ធព្រះអង្គមាននាមប្រមាណនាមតាមផ្លូវចិត្តដែលជានាមធម៌10ថាបានទេអរហង្គសម្មាសម្ពុទ្ធោវិជ្ជាចរណៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសត្យមសារថេសត្ថាទេវមនុស្សនាងពុទ្ធោភគវីនេះចេះហេខហ្នឹងចេះហេហើយអត់ចេះទេមានអត់ចេះទេអ្នកអត់ចេះមកពីអត់ចាំអត់រៀនពេញមកអត់ចេះហើយប្រនាម10ហ្នឹងយើងប្រែមើលអរហង្គព្រះអង្គឆ្ងាយចាកកិលេសឃើញទេនេះស្ទៃក្នុងហើយលែងនិយាយពីរូបហើយកិលេសគ្មានក្នុងព្រះអង្គទេរាគៈទោសៈមោហៈមិនមានទេនេះបានយាមថាអរហង្គព្រោះអស់កិលេសអស់ទាំងប្រយោគទៀតណាកាយប្រយោគវចីប្រយោគកម្មច្ចកាយកម្មច្ចវាចាប្រកបកាយប្រកបវាចាដែលព្រះអង្គឆ្លុះសន្សំមកតាំងពីពធមជារហូតដល់ថ្ងៃបានត្រាស់ដំណើរចេះដំណើរចុះដល់ពេលបានត្រាស់ហ្នឹងគឺអស់ហ្មងអស់ប្រយោជន៍គឺព្រះអង្គមានជាពុទ្ធចរិយាដូចជាព្រះពុទ្ធអំពីបុរាណមិនដោយសាវកទេសាវកអង្គខ្លះជាប់កំណត់ស្វាច្រើនហ្នឹងនៅមកញាក់ខ្លះទេ
คือทานในจอบประโยคเองพระพุทธเอาให้ออกเสียงก็แล้วออกเสียงประโยคสัมมาสัมพุทโธตรัสดังประไปโดยปองไอ้เมียนเปสอลเห็นไหมปองอดเมียนคู่เอ้อดเมียนในจาดังดอมปองเท่ที่ดาวเมียนนะวิสวามัดผูกไปโลกอุตกะตะบอหลาระตะบอแต่น้องมันเป็นพอพระพุทธเลยนะเป็นพอตรัสดังนะเป็นจัตราเรศัยนะจังในเปรย์พระองค์ตรัสดังจัตราเรศัยคือพระองค์ดูอดเมียนครูโอยสัวแต่พระองค์ตรัสดังพระองค์คือสมาธิเด้อเปิดได้ยืมกิดแต่ปัญญาจ้อกิดหายืมมือแต่พระปะเนี่ยมาก่อเรียกจอมดำนานั้นดังพระองค์คือสมาธิบัตรให้พระองค์กุ้งกรมดามโพธิสัตว์ลือรัตนบัลลังก์ปิดวิจิระบัลลังก์กังบัลลังก์มันปิดจีวิการะไม่ปิดกรมดามโพธิสัตว์ดำกอลกายต้องให้พระองค์จำราในพระอานาปานสติกรรมฐานบางพระดังเกี่ยวกับพุทธบางใจเดิมมีเรียกที่สับกรุบจังออกมีเสสอเนี่ยเพื่อนนาฟังเฟซปืนไม่ยึดปืนบาสไหนปืนไม่ใช่เนี่ยสมาธิไม่ใช่มันจังประพุทธยังไม่ใช่ลุกไม่ใช่เดินอองบาเซ่ลุกไม่ลุกจำรานฟองจอของอ้อนั่นนะvậy taนะđứa chụp về được tàng chụp bên chắc à đọc về chụp bên tới võng ban sầm rai là hốt đọc phán cho mẹ xiên còn nhắm nơi vị trí bấy hai pop phê việt sa nó tệ chia chỗ tôi và bạt tạ vị trí a sờ vẹt hay vị trí óng ban chia bấy pop phê việt sa tệ vị trí ban đây thà óng ai rồi lực hơi miền Prai Nhã miền Smart đấy rồi lực hơi nơi khăn phanh chặt cá đây là sai hói non cả một tây thì chuyện bóp cặp chuyện bốn bọn ca chỉ ấy miền điềm tham mấy miền là bo đốc xí tham mấy miền tạ thì cam miền phải chân miền phứ bon miền phứ bám chuyện bốn mò miền mà hê xây ở đây của cao chỉ ấy cao chỉ rú ấy cao chỉ ấy tê vật đai prom bọn lúc đăng đó buồn màu gọt hòm gì tì phi chỗ tô và bát ta về chia prang miền Prai Nhã ban khơi chỗ tây Prai Sản Thị tập slap bằng cảโดยตัวซอลอัพกับซอลเล็กน้องพบใบยืมคือทางกลายเป็นปีฝุ่นบองเด็กบองลูกคืนน้องออกน้องจักรบาลน้ำเมาไปน้ามาเกิดนี้เอาสลับด้วยไปเกิดอีน้าบองต้องออกแต่เวกขยับไปเชี่ยดอกปีจงกลายยังหังจงลูกบานตระดังลูกกอดระพอจะตีออกเตอร์ในแต่เวกคือในจักรราเรียบนี่ไอ้เย็นเดียมท้าวิเชียจารณะสัมปันนาวเจอเลยจ้ะนี่ลูกบทได้วิเชียจารณะการประพฤตินั่นบางเมียนเลียมจังนะคนเมียนเลียมจังแต่ในคนทอยงวกซบกระต้อดำนาละอ้อแต่กันเป็นเสียดมันเมียนหรือถ้าพระองค์ลงบนน้ำก็จะสบสบายจะเกิดสู้ตามไปพระองค์ตอนเรียนเปลี่ยนไปเมื่อเราคุมเงินเรื่องไรเซ่เติมน้ำก็สบเท้าเลยเขาดัดพูดมาตะการเป็นเปลี่ยนสู้มัดเลยโลกจะไปตู้ตรัสดังไตรโลกสังขารโลกสัตว์ฟ้าโลกกัสโลกโลกเคยน้อเนี่ยเดี๋ยวกัสโลกมุ้ยคือท่าเทวดาในตนาเนรุในตนาเปรตในตนาโตรกายในตนาเดริชาในตนาพบน้องอ้อน้องพบน้องอ้อไตรจักรวาลน้องจักรวาลไตรบ้องลูกน้องอ้อลูกคือน้องอ้อมีซอยจะบังลูกเมียนเดียมฉันเมียนแต่ตามจำไหนเมียนแต่ตามจำไหนเราพูดดอลแพะกวีร้องเขียเจ้าในพบนั้นยังเจ๊แผลออกให้นะในก่อนตรูเลยบานดังได้คืนถ่าเนียมดอกการล้างน้องสมัยได้บ้องบานตรัสดังเนื้ออนุตตรสัมมาสัมพุทธเงียนอนุตตรสัมมาสัมพุทธ
ប្រាជ្ញាដែលត្រាស់ដឹងប្រពៃអត់មានគុណជាតិដទៃណាឧត្តមប្រសើរជាងអត់មានគេថាព្រះអង្គលើសគេហ្មងព្រះអង្គលើសគេនឹងមានដណ្ដប់នឹងកើតនៅក្នុងសម័យរបស់អង្គបានត្រាស់ដឹងតែហ្នឹងប្រពុតយល់ហ្នឹងគាត់នៅអញ្ចឹងប្រពុតមានទាំងនាមធម៌ទាំងរូបធម៌អញ្ចឹងព្រះអង្គមានរូបថោមដោយលោកយាយលោកតាអញ្ចឹងយើងបើសិនជាបានកើតជួបប្រពុតមិននឹងជាសบายប៉ុណ្ណាទេមែនទេអញ្ចឹងឯងសบายទេអាត្មាប្រហែលជាសบายមែនទេសบายបានជួបមែនពិតណាទាំងរូបថោមឥឡូវហ្នឹងយើងកើតជួបបានត្រឹមតែប្រខណាបានជួបសាសនាទេសบายប៉ុណ្ណឹងទៅហើយចុះតម្រាំបានជួបប្រពុតផងហ្មងយល់ទៅជាវគ្គកលិទៅវិញក៏មិនដឹងគឺថាការបានកើតជួបប្រពុតនឹងមិនងាយទេជាការក្រណាស់ជាការលំបាកណាស់យើងនៅសល់តែមួយអង្គទៀតទេគឺព្រះសិអាមេត្រីខំធំនេះយើងណាបើទៅនៅពៀនទាន់ពេលហ្នឹងនេះចាំព្រះសិអាមេត្រីក៏បានដែរនៅមួយអង្គទៀតឃើញកាលបានប្រាស់ចំណាំមើលទៅចំណាំថាបើមនុស្សអាយុដល់ 80000 ឆ្នាំបានស្លាប់បានជួបហើយមនុស្សយើងអាយុដល់ 80000 ឆ្នាំបានស្លាប់ដល់ហ្នឹងព្រះសិអាមេត្រីបានប្រាស់ហើយអញ្ចឹងសប្តាហ៍ថ្ងៃនេះកំពុងតែ80ទៅ80ទៅអញ្ចឹងអត់ទាន់បានជួបទេតើមនុស្សអាយុ 80000 ឆ្នាំបានជួបអញ្ចឹងខដែលនាំឲ្យជួបប្រពុតហ្នឹងគឺអីនេះខហ្នឹងយល់ទេញ៉ានេះនាំគ្នារៀននាំគ្នាសូត្រនាំគ្នាប្រតិបត្តិហ្នឹងហើយដែលនាំឲ្យជួបប្រពុតហើយបើសិនជាជាតិនឹងការឡើងហើយអរវល់នឹងធរនឹងអាតាំងសិលធ្វើទានចម្រើនកម្មដ្ឋានអប់រំចិត្តនមស្ការអីទេមុខជាឆ្ងាយចាក់អំពីប្រពុតហើយឆ្ងាយតាំងពីបច្ចុប្បន្នទៅហើយលហើយมันអាចជួបព្រះសិអាមេត្រីបានងាយទេដូច្នេះយើងខំទៅអ្នកប្រពុតនៅមួយអង្គទៀតណាយើងបានជួបឥឡូវយើងជួបតែពធជួបធម្មវិន័យចំណែកប្រខណាប្រថនគឺពាក្យព្រានបដៅនឹងហើយបានទេចឹងណាប្រថលោកចែកជាពីរណាប្រែប្រថមួយប្រែថាពាក្យព្រានបដៅប្រថមួយប្រែថាស្រត្រង់សัตว์នេះធម្មៈមានន័យពីរពធប្រែថាពាក្យព្រានបដៅបានន័យថាពធដែលព្រះអង្គសម្ដែងចេញទៅមានវិន័យមានប្រសូតមានអបធម្មដូចខ្ញុំកណាស្មារតីបានប្រគិនមិនថា84000ធម្មខណ្ឌព្រួយមកមានតែ3ម៉ាត់ទេសពបាបាសាការណង្កុសលសោបសម្បទាសច្ចតបរិយត្តបណង្អេតាំងពុទ្ធជាសាសនា3ម៉ាត់គុតសពបាបាសាការណង្បានន័យថាហាមមិនឲ្យធ្វើនៅអំពើបាបទាំងពួងកិរិយាមិនធ្វើនៅអំពើបាបទាំងពួងមួយនឹងវិន័យហើយ21000ធម្មខណ្ឌព្រួយមកមួយម៉ាត់ទី2កុសលសោបសម្បទាកិរិយាបំពេញកុសលដល់ព្រមស្មើនឹងពាក្យ21000ធម្មខណ្ឌប្រសូតសច្ចតបរិយោតបណង្កិរិយាញ៉ាំងចិត្តឲ្យស្អាតផូរផង់ស្មើនឹងពាក្យព្រានបដៅ42000បឋមខណ្ឌអញ្ចឹងសាសនានឹងបធរនឹងមានច្រើនតែព្រួយមក3ម៉ាត់បានអញ្ចឹងដល់រៀនទេទី1កុំធ្វើបាបអញ្ចឹងទេទី2ប្រឹងធ្វើបុណ្យទី3ត្រូវដកខាត់ចិត្តឲ្យស្អាតនឹងប្រធរប្រើតែពាក្យព្រានបដៅចាស់ប្រធរមួយទៀតប្រែថាត្រត្រង់នឹងត្រត្រង់សំដៅយកកុសលាកុសលហើយសំដៅយកកុសលធម៌ណាអត់យកទេអកុសលធម៌អត់យកតែកុសលធម៌ទេត្រត្រង់ស័ព្ទមិនឲ្យធ្លាក់ចុះទៅក្នុងទីទាបគឺនរកប្រែតអសុរកាយទេរឆាហើយចុះមិនក៏លោកហៅអកុសលាធម៌មាកុសលាធម៌មាជាកតាធម៌មាណាអជាកតាក៏ធម៌កុសលាក៏ធម៌អកុសលាក៏ធម៌
ខុសគ្នាអាកុសលធម៌ព្រះអង្គសម្ដែងធម៌គឺសម្ដៅយកការលះបង់យល់ទេបហាតបកិច្ចនេះបហាតបកិច្ចលោកសម្ដែងដោយយល់ទៅលើឲ្យយើងលះបង់បានហៅថាពធនេះមេត្រាហ្នឹងកុសលធម៌មានធម៌ដែលបុគ្គលក៏បីចម្រើនកាមាវចរកុសលរូបាវចរកុសលអរូបាវចរកុសលលោកកតរកុសលនេះពធតែត្រូវទ្រង់សត្វមិនឲ្យធ្លាក់ចុះទៅកាន់ទីទៀតដល់តនទេអត់តនទេអញ្ចឹងសពថ្ងៃហ្នឹងមានធម៌ក្នុងខ្លួននៅមាននៅឥឡូវហ្នឹងត្រៃសនគមទី1ព្រះពុទ្ធទី2ពធទី3ព្រះសង្ឃព្រះសង្ឃបានន័យថាដល់លោកទៀតហើយលោកអ្នកប្រណិប័តល្អតាមធម៌អ្នកវិន័យហើយដឹកនាំគេឯងឲ្យត្រាស់ដឹងធម៌ចឹងផងនេះព្រះអង្គហ្នឹងចឹងណានេះត្រូវណាព្រះសង្ឃច្រើនណានឹងសត្វតែព្រះសង្ឃទាំងអស់នេះនិយាយតាមធ្វើបន់បានបន់ច្រើនណានឹងត្រៃណគមរបស់លោកយាយលោកតាហើយអត់ទាន់ទេចឹងហើយខាងព្រះសង្ឃមានព្រះសង្ឃទីសឹមទេឯងខ្លួនឯងព្រះសង្ឃលែងសឹមទីសឹមឯងអស់ហើយមានដែរដូចគ្នាណាតែយើងម្នាក់ឯងបកគលឃើញទេទីសឹមព្រះសង្ឃវិញព្រះសង្ឃមានន័យថាម៉េចមានន័យពីរណាយល់ណាក្រុមមានន័យថាអ្នកសម្លាប់មានន័យថាក្រុមមានន័យពីរអ្នកសម្លាប់អ្នកជីកោះរំលឹងនៅកិលេសរាគៈទោសមហៈលោកអ្នកប្រណិប័តជីកោះរំលឹងនៅរាគៈទោសមហៈនឹងឯងហៅថាព្រះសង្ឃដល់តនណាអញ្ចឹងលោកអ្នកប្រណិប័តនៅសិលសមាធិបញ្ញាសង្រួមកាយវាចាចិត្តនៅក្នុងសិលរបស់ព្រះអង្គញ៉ាំងឈាននៃការឡើងហើយចម្រើនវិបស្សនានេះឯងហៅថាព្រះសង្ឃនេះហ្នឹងព្រះសង្ឃពាក្យហ្នឹងដែលប្រតថាគុណលោកពូថាតថាគតមិនមែនហៅព្រះសង្ឃព្រោះហេតុតែគ្នាប៉ុណ្ណេះគ្នាប៉ុណ្ណោះបើចពោបើស្បង់ចេញចោលអត់ទេណាលោកសំដៅលោកដាស់តឿនឲ្យព្រះសង្ឃកាន់ធម៌ព្រះសង្ឃប្រែថាក្រុមពួកព្រះសង្ឃសម្រាប់ធ្វើកម្មនេះសម្រាប់ធ្វើកម្មណាអញ្ចឹងកម្មព្រះសង្ឃមាន5ពួកចតុ4បញ្ច5ទស្ស10វិសតិ20អន្តរេកវិសតិ20ឡើងទៅព្រះសង្ឃមាន5ក្រុមសម្រាប់ធ្វើកម្មនេះព្រះសង្ឃប្រែថាក្រុមសម្រាប់ធ្វើកម្មប្រែថាសម្រាប់អ្នកជីកផ្សេងវិញនេះព្រះសង្ឃ4អង្គធ្វើកម្មបានទាំងអស់ក្នុងសាសនាហ្នឹងវាលែងតែណាកឋិនកម្មមួយធ្វើមិនកើតឧបសម្បទាកម្មអភិនកម្មធ្វើមិនកើតធ្វើអីបានទាំងអស់តាមដទៃឧបសតកម្មធ្វើបានហើយបវរណកម្ម5អង្គមិនធ្វើបានដល់ប្រសង់5អង្គធ្វើកម្មបាត់ទាំងអស់វាលែងតែឧបសម្បទាកម្មហើយអភិនកម្មដល់ប្រសង់មានចំនួន10អង្គធ្វើបានទាំងអស់វាលែងតែអភិនកម្មដល់ប្រសង់20អង្គធ្វើកម្មបានទាំងអស់ដល់លើសពី20បានទាំងអស់តាមបានទេចឹងនេះដូចយើងមុនលោកឆាន់មុនប្រសង់ប្រមាណអង្គ4អង្គណាឬក៏យើងទៅឧទ្ទិសអំពីសង្ឃក្នុងចំណោម4អង្គមុនតែ1អង្គគត់តំណាងសង្ឃមកវេសង្ឃកទានឲ្យលោកយកទៅចែកនិឆាន់ទេនឹងប្រសង់សម្រាប់ធ្វើកម្មនេះយើងធ្វើបុណ្យធ្វើទានជាមួយព្រះអង្គនោះសង្ឃកម្មហើយ
តែខ្លួនព្រះអង្គត្រូវមានធម៌3សិលសមាធិបញ្ញាតាមបានទេចឹងលោកសូត្រថាម៉េចប្រសងសូបដិបណ្ណោភគវតោសាវកសង្ឃោប្រសងជាសាវកនៃព្រះដ៏មានភាពលោកប្រណិប័តល្អហើយជុបរិបណ្ណោប្រណិប័តត្រង់ហើយញាយៈបរិបណ្ណោប្រណិប័តដើម្បីត្រាស់ដឹងនៅព្រះនិព្វានសាមីចេបរិបណ្ណោប្រណិប័តដល់សាមិជ្ជកម្មគួរដល់សមិជ្ជកម្មសិលសមាធិបញ្ញាឃើញទេនេះលោកប្រណិប័តធម៌3ស្គាល់ប្រសងនៅស្គាល់ប្រពុតនៅស្គាល់ពធនៅស្គាល់ប្រសងនៅស្គាល់ហ៎ណ៎ខាងនេះចេះបាត់ហើយខាងនេះប្រឡងជាប់ហើយតែប៉ុណ្ណេះឥឡូវហ្នឹងត្រៃសនគមមានហើយយកអំពីយើងទៅដល់ឃើញទេយើងដល់វិញហ่ะយកពុទ្ធជាទីពឹងយកពធជាទីពឹងយកប្រសងជាទីពឹងដល់តន់ណាមិញយើងយកអំពីត្រៃសនគមឥឡូវយើងទៅពឹងវិញយកឲ្យទៅពឹងយកការបូជាជាទីពឹងដល់តន់ណាយកការបូជាជាទីពឹងបូជាព្រះសម្ដែងមាន2អាមិសបូជានិងបតិបូជានេះបូជាជាទីពឹងអាមិសបូជា